ជាពិសេសប្រិមិត្តបាទកុំភ្លេចបាទចូលរួមទស្សនាឲ្យបានច្រើនកកទាំងអស់គ្នានៅកីឡដ្ឋានមរតកតេជោជាមួយនឹងការប្រកួត AFC Challenge League ដែលជាពានដំបូងនៅក្នុងរដូវកាលថ្មីនេះដែលពីមុនមកនោះគឺគេដាក់ឈ្មោះថា President បន្ទាប់មកទៀតក៏បានឈប់ជាយូរហើយបន្ទាប់មកទៀតក៏ត្រូវបានខាងសហព័ន្ធបាល់ទាត់អាស៊ីរបស់យើងបានបែងចែកចេញជា3ដូចនៅក្នុងតំបន់អឺរ៉ុបចឹងបាទអញ្ចឹងបាទ AFC Champion League AFC Champion League Elite Champion League 2ហើយក៏ដូចជា Challenge League នេះឯងបាទអញ្ចឹងសម្រាប់ប្រខានរាជស្វាយរៀងត្រូវជួបជាមួយនឹងក្លឹបបាទទូកេមីស្ថានបាទដែលមានឈ្មោះថាដូចជាអាកាដាក់បាទអាកាដាក់បាទនៅរដូវកាលនេះអាកាដាក់នេះអត់ដែលចាញ់នៅក្នុងលីកនៅក្នុងប្រទេសទូកេមីស្ថានហ្នឹងគឺពេញតែម្ដងមកអត់មានចាញ់សំបីតែមួយប្រកួតទេប្រិមិត្តបាទខ្លាំងមែនតើបាទប៉ុន្តែយ៉ាងណាមិញទូកមីនីស្ថាននេះគឺបាទឈ្មោះពិបាកអានតិចបាទមិនមែនទូគីទេបាទមិនមែនទូគីណាបាទទូគីនៅនេះទេនៅអឺរ៉ុបទេបាទបាទសម្រាប់ការប្រកួតនេះខ្ញុំនឹងរៀបរាប់ជូនប្រិមិត្តលម្អិតបន្ថែមទៀតបាទសម្រាប់ក្រុមអាកាដាកនេះគឺទើបតែបង្កើតបាន2ឆ្នាំទេប្រិមិត្តបាទ2023បាទ2023អញ្ចឹង2023 2024ឆ្នាំនេះគឺជាឆ្នាំទី3របស់គាត់បាទហើយការប្រកួតនេះក៏អាចនិយាយបានថាជាការប្រកួតមួយដ៏ស្វិតស្វាញមែនតើបាទអញ្ចឹងបាទមានអីទេក្រៅពីសំណុំពរប្រិមិត្តបាទអាចចូលរួមបានក៏ចូលរួមទាំងអស់គ្នានេះគឺជាព្រឹត្តិការណ៍ដំបូងដែរបាទសម្រាប់បាទជំរឿសបាទក្លឹបរបស់យើងក្នុងការប្រកួតពាននៅក្នុងតំបន់អាស៊ីជាពានលំដាប់ទី3ប្រសិនបើយើងបានឈ្នះវាគឺជារឿងមួយដែលល្អក៏ជាប្រវត្តិសាស្ត្រមួយសម្រាប់ក្លឹបនៅក្នុងប្រទេសកម្ពុជាយើងដែរបាទហើយសម្រាប់ខ្ញុំបាទជាមួយនឹងតាទីកូក៏បានត្រៀមខ្លួនរួចរាល់ក្នុងការទិញសម្បត្តិដែរបាទសង្ឃឹមថាប្រិយមិត្តនឹងចូលរួមឲ្យបានច្រើនកកបាទដូចជាមិនថ្លៃទេសម្បត្តិបាទ5000និង8000យើងអាចចូលរួមទស្សនាបានប៉ុន្តែប្រហែលជាប្រិយមិត្តមួយចំនួនប្រហែលជាពិបាកតិចដោយសារតែបាទចម្ងាយបាទឆ្ងាយដែរបាទយើងនិយាយផ្លេចភ្នៅឆ្ងាយគួរសមបាទជាពិសេសសម្រាប់អ្នកដែលនៅមកជួតែខ្មៅអីបើទៅយើងនិយាយថាមកជាហៀងម្នាក់បាទតែយ៉ាងណាមិញព្រឹត្តិការណ៍នេះវាមិនងាយកើតនឹងមានឡើងទេបើអញ្ចឹងបើសិនជាមានប្រិយមិត្តចូលរួមច្រើនកកខ្ញុំគិតថាក៏វាជាការលើកទឹកចិត្តមួយបាទដល់ក្រុមប្រកាន់រាជស្វាយរៀងផងដែរបាទអញ្ចឹងសង្ឃឹមថាយើងនឹងមានសង្ឃឹមនៅក្នុងការលើកពានដំបូងគេបាទនៅក្នុងប្រវត្តិសាស្ត្របាទក្លឹបបាល់ទាត់នៅក្នុងប្រទេសកម្ពុជារបស់យើងក្នុងការលើកពានបាទអាស៊ីបាទបើប្រិយមិត្តសួរថាតើសម្រាប់ប្រកាន់រាជស្វាយរៀងមានសង្ឃឹមដែរអត់ខ្ញុំមិនទាន់អាចនិយាយជូនប្រិយមិត្តបន្ថែមបានទេបាទក៏ព្រោះតែខ្ញុំគ្រាន់តែអាចស៊ើបបានក៏ដូចជាមានការតាមដានបាទស្រាវជ្រាវជាមួយនឹងក្លឹបអាកាដាកនេះតិចតួចបាទបើសិនជាយើងនិយាយទៅទូកមីគីស្ថានបាទឈ្មោះប្រវាក់ហានតិចបាទទូកមីគីស្ថានបាទនៅប្រទេសនេះគឺគាត់ធ្វើបានល្អច្រើនបាទធ្វើបានល្អច្រើនហើយបើសិនជាយើងនិយាយអំពីក្លឹបអាកាដាកនេះគឺទើបបង្កើតបានរយៈពេល2ឆ្នាំជាងទេបាទនិយាយថា3ឆ្នាំចុះឆ្នាំនេះគឺឆ្នាំទី3របស់គាត់បាទអញ្ចឹងសម្រាប់គាត់2ឆ្នាំនេះគឺគាត់ធ្វើបានល្អហើយគ្រាន់តែបង្កើតភ្លាមលើកលីកកំពូលបាន2ឆ្នាំជាប់គ្នាបាទអញ្ចឹងសម្រាប់រដូវកាលនេះអាចនិយាយបានថាវាជារឿងមួយដែលលំបាកបន្តិចដែរបាទសម្រាប់ប្រខានរាជស្វាយរៀងបើសិនជាយើងនិយាយអំពីកីឡាករដូចជាមិនមានបរទេសទេសម្រាប់អាកាដាកប៉ុន្តែសម្រាប់ប្រខានរាជស្វាយរៀងគឺមានកីឡាករបរទេសច្រើនបាទសម្រាប់ top scorer ក៏សម្រាប់ខាងអាកាដាកក៏យើងមានកីឡាករដែល top scorer សម្រាប់កម្ពុជារបស់យើងក៏មាន top scorer 2រូបដែរបាទអញ្ចឹងសម្រាប់ការប្រកួតនេះបើសិនជាយើងនិយាយអំពីអត់មានខ្វែងទេបាទអត់មានខ្វែងទេព្រោះគេចែកតំបន់អញ្ចឹងតំបន់ទាំងពីរនេះគឺទៅប៉ះគ្នាតែម្ដងអញ្ចឹងយើងអាចមើលបានថាតើបាទក្រុមដែលត្រូវប្រកួតខ្វែងជាមួយនឹងយើងនេះបាទអត់បានប៉ះជាមួយនឹងក្រុមអាកាដាកទេអញ្ចឹងយើងអត់បានដឹងថាតើនឹងមានរឿងអ្វីកើតឡើងនោះទេប៉ុន្តែសម្រាប់អ្វីដែលខ្ញុំបានមើលឃើញការប្រកួតខ្ញុំគិតថាប្រហែលជាមានលទ្ធភាពច្រើនបាទសម្រាប់ប្រខានរាជស្វាយរៀងណាប្រហែលជាមានលទ្ធភាពច្រើនប៉ុន្តែបើសិនជាឆ្នាំក្រោយយើងអាចទៅលើ League 2ប្រហែលជាអាចរៀងតានតឹងបាទប៉ុន្តែយ៉ាងណាមិញក៏នៅតែបន្តគ្រប់គ្រងប្រសិនបើយើងបានលើកពាននោះគឺជាប្រវត្តិសាស្ត្រមួយដ៏ល្អសម្រាប់យើងបាទត្បិតតែអាកាដាកនេះគឺទើបតែបង្កើតបាន2ឆ្នាំមែនប៉ុន្តែកីឡាកររបស់គេគឺសម្បូរទៅដោយកីឡាករដែលមានមាឌធំបាទហើយខ្ពស់ច្រើនអញ្ចឹងបើសិនជាយើងនិយាយអំពីការប្រកួតប្រជែងបាល់ក៏យើងរៀងតានតឹងដែរតែយ៉ាងណាមិញសម្រាប់កីឡាករបរទេសបាទរបស់ប្រខានរាជស្វាយរៀងក៏សម្បូរធនធានដែរអញ្ចឹងខ្ញុំអាចនិយាយបានថាយើងក៏មានភាពបាទល្អប្រសើរច្រើនដែរបាទយើងក៏មានភាពល្អប្រសើរច្រើនដែរខ្ញុំគិតថាប្រហែលជាអាចបាទប្រហែលជាអាចបាទអាចនឹងលើកពានបាទសង្ឃឹមថានឹងអាចលើកបានចុះហើយសម្រាប់នឹងចិត្តដល់ថ្ងៃខ្ញុំនឹងរៀបរាប់ជូនប្រិយមិត្តបន្ថែមតទៀតថាតើប្រវត្តិនៃការលេងមុនហ្នឹងគឺមានបែបខ្លះខ្ញុំបានមើលអាកាដាកនេះលេងបានមួយចំនួនដែរ
ប៉ុន្តែមើលទៅដូចជាមិនណាស់ណាប្រហែលទេបាទមិនណាស់ណាប្រហែលទេបើសិនជាយើងនិយាយអំពីតាក់តិចឬក៏តិចនិចមួយចំនួនខ្ញុំមើលទៅដូចជាស្ថិតនៅក្នុងកម្រិតដែរហើយបើសិនជាយើងនិយាយអំពីការឆ្លាស់លេងជាតំបន់ស្លាប់ក៏ដូចជាមិនសូវដែរបាទមិនសូវដែរប៉ុន្តែគ្រាន់ថាកីឡាកររបស់គេគឺសម្បូរទៅដោយមាឌធំហើយនឹងកម្ពស់ខ្ពស់បាទហើយអត់ដូចជាអត់មានកីឡាករបរទេសទេបាទសម្រាប់ក្លឹបអាកាដាកនេះបាទអញ្ចឹងខ្ញុំគិតថាប្រហែលជាអាចយើងមានសង្ឃឹមច្រើនបាទយើងមានសង្ឃឹមច្រើនបាទយ៉ាងណាមិញការប្រកួតគឺមិនទាន់មកដល់ខ្ញុំក៏នៅតែមានរឿងខ្លះដែលព្រួយបារម្ភពីបាទទៅខាងជ័យស្វាយរៀងគឺតំបន់ការពាររបស់យើងគឺតែងតែគេហៅថាមានការផ្្លាត់បាទមានការផ្្លាត់អញ្ចឹងបើសិនជាពេលនេះយើងអាចធ្វើបានល្អច្រើនខ្ញុំគិតថាអាចនឹងមានសង្ឃឹមព្រោះបើយើងនិយាយពីតំបន់ប្រយុទ្ធរបស់យើងខ្ញុំគិតថាខ្ញុំពេញចិត្តហើយបាទគម្រិតលេងប៉ុណ្ណេះខ្ញុំគិតថាអាចទទួលយកបានហើយបាទអញ្ចឹងយើងនឹងបន្តពិភាក្សាគ្នាបន្តទៀត